ព្រះវិហារជីតើសាខាខេត្តកណ្ដាលរៀបចំទិវារំលឹកគុណមាតាបិតាដើម្បីបណ្ដុះស្មារតីកតញ្ញូតាធម៌ដល់សិស្សានុសិស្សជំនាន់ក្រោយនាថ្ងៃទី12ខែកក្កដាឆ្នាំ2026ព្រះវិហារជីតើសាខាខេត្តកណ្ដាលរៀបចំទិវារំលឹកគុណមាតាបិតាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកលីវិចិត្រប្រធានគណៈកម្មាធិការនៃព្រះវិហារជីតើដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការសមាជិកសមាជិកាព្រមទាំងឪពុកម្ដាយអាណាព្យាបាលនិងសិស្សានុសិស្សយ៉ាងច្រើនកុះករពិធីរំលឹកគុណមាតាបិតានេះគឺបង្កើតឡើងក្នុងគោលបំណងក្រានរំលឹកដល់សិស្សានុសិស្សយល់ដឹងអំពីគុណូបការៈរបស់អ្នកមានគុណរបស់ខ្លួនដូចជាឪពុកម្ដាយអាណាព្យាបាលនិងអ្នកគ្រូបង្រៀនជាដើមដែលលោកតែងតែខិតខំធ្វើយ៉ាងណាដើម្បីឲ្យកូនរបស់គាត់ខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងល្អមានសុជីវធម៌ល្អក្នុងសង្គមនិងយល់ដឹងអំពីគុណរបស់មាតាបិតានៅក្នុងកម្មវិធីរំលឹកគុណមាតាបិតានេះផងដែរក៏មានការសម្ដែងរឿងខ្លីនិងចម្រៀងតាក់ទងទៅនឹងគុណឪពុកម្ដាយនិងកូនកតញ្ញូចំពោះអ្នកមានគុណផងដោយការសម្ដែងនោះសុទ្ធសឹងតែជាសិស្សានុសិស្សនៃព្រះវិហារជីតើតែម្ដងជាពិសេសកម្មវិធីនេះក៏មានពិធីកូនជូនផ្កាកុលាបចំពោះឪពុកម្ដាយក៏ដូចជាអ្នកមានគុណរបស់ខ្លួនដើម្បីធ្វើការសុំខមាទោសដែលកូនធ្វើខុសទាំងកាយវិការពាក្យសម្ដីឬកំហុសខុសឆ្គងទៅកាន់ឪពុកម្ដាយកន្លងមកលោកលីវិចិត្រប្រធានគណៈកម្មាធិការព្រះវិហារជីតើបានលើកឡើងថាកម្មវិធីនៅថ្ងៃនេះពិតជាមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ហើយអ្វីដែលគួរឲ្យកត់សម្គាល់ឃើញថាឆ្នាំនេះក្មួយដែលជាសិស្សានុសិស្សនៃព្រះវិហារជីតើខិតខំយ៉ាងខ្លាំងទាំងការរៀនសូត្រការចេះដឹងគុណឪពុកម្ដាយឬអាណាព្យាបាលសកម្មភាពចេះជួយអាសាគ្នានិងការរួមគ្នាធ្វើរឿងល្អៗជាច្រើនដែលទទួលបានលទ្ធផលកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់លោកប្រធានគណៈកម្មាធិការបានលើកឡើងបញ្ជាក់បន្ថែមថាក្មួយដែលជាសិស្សានុសិស្សគឺពិតជាមានការយល់ដឹងច្រើនហើយជាពិសេសនោះអត្ថន័យទាំងនេះបានបកស្រាយនៅក្នុងរឿងខ្លីដែលមានចំណងជើងថាទឹកភ្នែកក្រោយពេលសំទោសក្នុងសាច់រឿងនេះបានឆ្លុះបញ្ចាំងពីទស្សនវិជ្ជានៅក្នុងសង្គមបច្ចុប្បន្នឃើញថាមានសិស្សានុសិស្សមួយចំនួនខិតខំរៀនសូត្រនិងចេះស្ដាប់បង្គាប់ឪពុកម្ដាយជាកូនល្អសិស្សល្អក៏ប៉ុន្តែមានសិស្សានុសិស្សមួយចំនួនមិនខិតខំរៀនសូត្រនាំគ្នាកិច្ចសាលាដើរលេងមិនស្ដាប់បង្គាប់ឪពុកម្ដាយរហូតហ៊ានប្រព្រឹត្តផ្ដេសផ្ដាសដូចជាវក់វីនឹងហ្គេមអនឡាញប្រើប្រាស់ថ្នាំញៀនការឆក់ប្លន់គេដែលទង្វើទាំងនេះពិតជាទង្វើមិនល្អដែលបង្កបញ្ហាដល់សង្គមនិងកំពុងបំផ្លាញអនាគតរបស់ខ្លួនជាពិសេសធ្វើឲ្យឪពុកម្ដាយមានទុក្ខជាទម្ងន់លោកលីវិចិត្របានគូបញ្ជាក់ថាការសម្ដែងរឿងខ្លីនេះបានក្លាយជាមេរៀនជីវិតដ៏មានតម្លៃបណ្ដុះគំនិតឲ្យសិស្សានុសិស្សមានការភ្ញាក់រលឹកដឹងខុសដឹងត្រូវនិងងាកមកដើរលើផ្លូវត្រឹមត្រូវវិញជាពិសេសបរិយាកាសនៃពិធីទាំងមូលឈានដល់ចំណុចរំជួលចិត្តបំផុតនៅពេលដែលកូនបានឡើងជូនផ្កាកុលាបទៅកាន់ឪពុកម្ដាយឬអាណាព្យាបាលរបស់ខ្លួននេះជាពិធីនិមិត្តរូបនៃការសុំខមាទោសចំពោះរាល់កំហុសខុសឆ្គងទាំងឡាយដែលកូនប្រព្រឹត្តកន្លងមកទោះដោយចេតនាក្តីឬអចេតនាក្តីតាមរយៈកាយវិការពាក្យសម្ដីនិងទង្វើមិនគប្បីផ្សេងជាទីបញ្ចប់លោកប្រធានគណៈកម្មាធិការបានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះសិស្សានុសិស្សដែលកាន់តែមានការយល់ដឹងច្រើនលើផ្នែកចំណេះដឹងសីលធម៌នៃការរស់នៅនិងសុជីវធម៌លោកក៏បានអំពាវនាវដល់កូនក្មួយទាំងអស់ត្រូវតែបន្តភ្ញាក់រលឹកខិតខំរៀនសូត្រដើម្បីជួយខ្លួនឯងឲ្យមានអនាគតភ្លឺស្វាងជួយគ្រួសារនិងចេះតបស្នងសងគុណមាតាបិតាអាណាព្យាបាលលោកគ្រូអ្នកគ្រូព្រមទាំងចេះជ្រើសរើសរាប់អានមិត្តភក្តិល្អនិងថ្ងៃអនាគតជាយុវជនទំពាំងស្នងឫស្សីដើម្បីរួមចំណែកជួយសង្គមជាតិទាំងមូល